như tôi hoàng ngày này cứ o con đó EFC ខ្លាំងមែនទែនដែលប្រកបខិតខំព្យាយាមប្រឹងប្រែងធ្វើយ៉ាងណា e-sport ក្នុងប្រទេសរបស់យើងក្នុងប្រទេសកម្ពុជានោះមានការរីកចម្រើនទាំងការខិតខំប្រឹងប្រែងធ្វើនៅ tournament ថ្នាក់ជាតិថ្នាក់អន្តរជាតិឲ្យកីឡាករកម្ពុជារបស់យើងមាននៅប្រយោជន៍ក្នុងការលេងហ្គេមឲ្យគាត់ខ្លាយទៅជាកីឡាករអាជីពឲ្យគាត់ខ្លាយទៅជា professional ឲ្យគាត់មានឈ្មោះល្បីល្បាញឲ្យ e-sport ក្នុងស្រុករបស់យើងរីកចម្រើនហើយថ្មីនេះ EFC បានតម្លាក់នៅវិញ្ញាសា4វិញ្ញាសាក្នុងនោះគឺមានដូចជា Mobile Legends 1 Valorant 1 eFootball Mobile 1និង eFootball Console 1និយាយទៅដាក់បញ្ចូលកីឡាទាំង4ប្រភេទនេះឲ្យចូលទៅជាកីឡាថ្នាក់ជាតិក្នុងឆ្នាំ2025នេះគឺជាសេចក្តីសោមនស្សរីករាយមួយដែលសហព័ន្ធកីឡាអេឡិចត្រូនិករបស់យើងគឺខិតខំប្រឹងប្រែងធ្វើឲ្យ e-sport ក្នុងស្រុកយើងរីកចម្រើនណាមិនថាលើវិស័យ Mobile Legends ឬក៏វិស័យផ្សេងទេសិតសឹងតែជាផលប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើងទាំងដែលពីមុនការលេងហ្គេមវាគ្រាន់តែជាការដែលគេនិយាយថាជាមនុស្សអត់ប្រយោជន៍អត់បានការប៉ុន្តែបច្ចុប្បន្ននេះបើសិនជាយើងធ្វើវាឲ្យទៅជាប្រយោជន៍គឺនឹងទទួលបានផលប្រយោជន៍ច្រើនអញ្ចឹងខ្ញុំសង្ឃឹមថានឹងមានរូបភាពថ្មីបន្ថែមទៀតសម្រាប់ EFC ដែលគាត់អាចធ្វើឲ្យ e-sport ក្នុងស្រុករបស់យើងកាន់តែរីកចម្រើនបន្ថែមទៅមុខទៀតហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាជម្រាបលាបាយបាយ See you next video